안녕하세요, 여러분. 조립số tập tiếp. Tức mà tôi bị sắc xa từ là sạc xong nâng sạc tâu này trong đồn một hay mười tua rồi hái ở đây cho mà score chỉ mười nộp số như nè bị sao có đây mà đâu chắc nhưng đọ sang vô bay số như nè là trong trong nào mà đọc bằng buồn số như đó cứ đọc bằng buồn nó phải bảo bị sao có đây chính đọc một bay sấn bay bên trạng bị sầm lấy cái đôi chơi riêngประกอบtem đó. Ok, ví dụ như này, thì mỗi cái mình chú ta khí dọc, khí dọc. Đại miền xâm lệnh tuประกอบ nhưng ta là sao khám xâm lệnh tuประกอบvới mình là sao khó, là sao cỏ. Đấy, cỏ nó cứ xâm lệnh hiện ra rất gợi để chúng ta. Và bây giờ xâm lệnh anh lấy mình khế hay mình chỉ, mình gợi khẩn. Đấy. Cho mình pi xâm lệnh. Rồi យកសម្លេងណាខ្លះដើម្បីប្រើប្រាស់បាននោះហ្នឹងគឺទៅទៀតខ្ញុំនឹងបញ្យល់vàបង្ហាញប្រាប់បាទអញ្ចឹងតួព្យញ្ញៈទី1គឺឈ្មោះថា kiok kiok បន្តមកទៀតតួព្យញ្ញៈទី2បាទគឺ ni eun បាទ ni eun អានេះឈ្មោះវាណាឈ្មោះជាភាសាកូរ៉េ ni eun ឥឡូវ kiok នេះ ni eun បាទតែមានសម្លេងតែមួយទេគឺសម្លេង n តែស្មើនឹងអក្សរ no ឬក៏ n ណាភាសាខ្មែរយើង n បាទ n ភាសាខ្មែរយើង no ឬ n ព្យញ្ញៈទី3គឺ Tigert សំឡេង Tigert ឈ្មោះណាឈ្មោះវា Tigert តែមានសំឡេងតួប្រកបគឺអង់គ្លេសមាន th ហើយនៅ d ដែល td បាទតែខ្ញុំតាំងដល់អក្សរតហើយនៅអក្សរ d តែវាមានអក្សរថទេណាតែថអញ្ចឹងទៅតែវាមានតែ th តែ th តហ្នឹងគឺសំឡេងនេះគឺក្នុងតែមួយហើយ d ហ្នឹងវាអាចមានដឬក៏អឺមានអក្សរដូអញ្ចឹងទៅហ្នឹងសំឡេងភាសាខ្មែរយើងវាមានស្តៀងគ្នាច្រើនបាទអញ្ចឹងឈ្មោះរបស់វាតែម្ដងទៀតណាចំណុចទី1គឺ kiok តែមានសំឡេងប្រកបខកចំណុចទី2 nion នីអឿនដែលមានសំឡេងតែមួយគឺណាក់ស្មើនឹងno ឬ no បាទសំឡេងអក្សរទី3គឺ tigut បាទ tigut បាទ tigut តែមានសំឡេងអក្សរពីរទេគឺថដតាមតាមអក្សរខ្មែរមានតដឬក៏ថតែតដដូអញ្ចឹងទៅអូខេแล้วចូលដល់ពីរបៀបប្រកបវិញនេះគឺខ្ញុំយកមកប្រកបជាមួយនឹងអឺស្រៈតូលណា10តួមានអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ី10តួណាអូខេអញ្ចឹងរបៀបសរសេរនៅក្នុងការសរសេរភាសាកូរ៉េនេះគឺយើងដាក់ស្រៈផ្សំណាស្រៈផ្សំនោះសុំទោសស្រៈរបស់វាគឺសរសេរនៅខាងស្ដាំព្យញ្ញៈហើយនៅខាងក្រោមព្យញ្ញៈបាទអញ្ចឹងពីដំបូងវីដេអូដំបូងដែលខ្ញុំបានបង្ហាញតទៅនឹងការដាក់សូន្យនៅព្យញ្ញៈហ្នឹងនៅស្រៈដាក់សូន្យនៅព្យញ្ញនៅស្រៈណាដាក់សូន្យនៅស្រៈច្រឡំព្យញ្ញៈបាទដាក់សូន្យនៅស្រៈហ្នឹងមានខាងមុខស្រៈហើយនិងខាងលើស្រៈចាកន្លែងសូន្យហ្នឹងគឺយើងអាចយកមកដាក់នៅព្យញ្ញៈចំនួនបានប៉ុន្តែនៅពេលដែលយើងយកស្រៈមកផ្សំជាមួយព្យញ្ញៈនេះយើងអត់ត្រូវការសូន្យនេះមកទៀតទេតែប៉ុណ្ណឹងអត់មានត្រូវការសូន្យនេះទេអញ្ចឹងកន្លែងដាក់សូន្យហ្នឹងក៏យើងអាចសម្គាល់ទៅយើងអាចដាក់ទៅលើទីតាំងនៃព្យញ្ញៈហ្នឹងបានអញ្ចឹងរបៀបប្រកបព្យញ្ញៈទី1គឺ kiok អញ្ចឹងរបៀបប្រកបព្យាង្គដំបូងនៅក្នុងករណីដែលយើងឃើញពាក្យនៅព្យាង្គដំបូងឬក៏គេអាសេដើមហ្នឹងណា ចឹងអ្នកនរអាចប្រើសំឡេងស្រាលគឺសំឡេងកនេះណាសំឡេងខនេះគឺសំឡេងបែបស្រាលបើគិតជាតួអក្សរខ្មែរយើងវាអត់ចំសំឡេងខហ្មងទេគឺបែបស្រាលជាងហ្នឹងគឺខអញ្ចឹងណាខបាទខអត់មានខទេហ្មងអត់ទេព្រោះយើងរៀនទៅមុខទីទៀតគឺសំឡេងជំនះវាស្តៀងគ្នាតែម្ដងអញ្ចឹងអានេះគឺបញ្ជាសំឡេងស្រាលខណាខយើងនិយាយភាសានិយាយអត់ចំតួអក្សរអញ្ចឹងណាខ តែបើសិនក្នុងករណីភៀងក្រោយទៅឬភៀងចុងក្រោយអាហ្នឹងយើងអាចប្រើសំឡេងច្បាស់ជាងខតិចណាគឺអាចប្រើសំឡេងកនេះបានទេកតែហ្នឹងគឺសំឡេងប្រើច្បាស់ជាងអូខេចុងភៀងដំបូងបាទអឺយើងយកអក្សរខប៉ុណ្ណោះបាទពេលរបៀបប្រកបគឺយើង
សរសេរជួយអ្នកគីយ៉កបាទអញ្ចឹងក្នុងករណីគីយ៉កនេះការប្រើប្រាស់ជាមួយនឹងស្រៈដែលនៅខាងស្ដាំវាគឺយើងសរសេរបែបរាងកោងអាប្រឈរហ្នឹងរាងកោងបាទទៅគឺត្រង់ធម្មតាប៉ុន្តែពេលយើងចុះក្រោមគឺកោងរាងកោងបន្តិចបាទនេះគឺស្តង់ដាររបស់គេទេណាសរសេរតាមដែរអូខេអញ្ចឹងយើងរៀនប្រកបបងប្អូនខ្ញុំព្យាយាមដំបូងយើងខសិនមកខរស្អាខាខរស្អាខាខរស្រៈយ៉ាខាខាខរស្អខខរស្អាយ៉ខ្យខរស្អូភោខរស្អាយ៉ូខ្យោខរស្អ៊ូខូខរស្អាយូខ្យូខរស្អ៊ឺគឺខរស្អ៊ីគីបាទអានេះគឺយកសំឡេងខណាយកសំឡេងខយកប្រើ បើមិនក្នុងករណីព្យាង្គក្រោយៗទៅយើងយកសំឡេងកនេះកអាកាតែយើងមិនអានកាទេពេកក៏មិនអានសកត់ពេកយើងស្រាលដែរកាសំឡេងគេយកគឺសំឡេងស្រាលកាកែកកែគោគៀវគូគៀវគឺគីគឺគីនេះសំឡេងគីអ អូខេចូលមកដល់ទៀតគឺសំឡេងនៀនតែបន្តមកទៀតនីអឿននេះមានសំឡេងតែមួយគឺណដល់ស្អាណាបាទអញ្ចឹងសំឡេងនីអឿននេះឬក៏អក្សរនីអឿននេះនៅពេលដែលយើងយកទៅប្រើជាមួយស្រៈវាអត់កោងអត់អីដូចខៀគេទេបាទស្រង់សរសេរត្រង់ធម្មតាហើយយើងប្រកបទាំងអស់គ្នាណអាណាណដល់ស្អាយ៉ាញ៉ាណសអណណដល់ស្អាញយ៉ញ៉ណសអូណូនៀនដល់ស្រៈយោញូ Niên là sáu nử niên là sáu nhiều niên là sáu nữ niên là sáu nỉ và nỉចឹងឡើយខ្ញុំសេក្បាលក្រៅនេះណាតែចឹងសំឡេងនេះអឿនមានការប្រែប្រួលនៅពេលដែលយើងបូកជាមួយនឹងស្រៈណាដែលមានសំឡេងយោដែលដូចជានេះស្រៈយ៉ានេះយ៉យោយូអីណាគឺយើងអត់អានអឺសំឡេងរបស់វាគឺណឬក៏ណូអីទៀតទេគឺដូរទៅជាសំឡេងញោឬក៏ញយទៅតាមហ្នឹងយើងអានឧទាហរណ៍ថាសលេងវានឿនដាក់សាក់យ៉ាទៅជាណាញ៉ាអត់ទេគឺយើងបង្រួមទៅជាញ៉ាយើងយកកតុយញ៉ាទៅនឿនដាក់សាក់យ៉ញ៉នឿនដាក់សាក់យោញូនឿនដាក់សាក់យូញូបាទអត់អានណាញ៉ាណាញ៉ណាញូអីទេអត់ទេសរសេរបញ្ជាក់នៅខាងក្រោមបាទសំឡេងព្យាញ្ចនាទី3គឺ ticket បាទ ticket ដូចគ្នាតែសារវាមានសំឡេងពីរគឺថហើយនឹងដកបាទព្យាង្គដំបូងអ្នកនរអាចយកសំឡេងថតែស្រាលសំឡេងគឺបើគិតភាសានិយាយវាអត់ចំតួអក្សរទេថថតែដល់ពេលដកបែបស្រាលដែរដកអញ្ចឹងព្យាង្គដំបូងគេប្រើថហើយព្យាង្គក្រោយមកគឺឬក៏ព្យាង្គចុងបញ្ចប់គេប្រើសំឡេងដកតែឧទាហរណ៍បាទយើងប្រកបរបស់គ្នាថដល់ស្រាថាយើងដាក់ថាហ្មងណាថាថាថដល់ស្រៈយ៉ាជាថដល់ស្អថថដល់ស្រៈយ៉ជាថដល់ស្អូធូថដល់ស្រៈយោជាថដល់ស្រៈអ៊ូធូថដល់ស្រៈយូធៀវថដល់ស្រៈអ៊ឺធឺថដល់ស្រៈអ៊ីទីថាជាថជាធូធៀវធូធៀវធឺទីวันนี้យកសំឡេងដអាណាដានេះតានេះតជាដូជាឌូជាឌឺឌីហ្នឹងគឺក្នុងករណីយើងប្រើពេលសរសេរជាពាក្យព្យាង្គអឺចុងក្រោយឬក៏ព្យាង្គក្រោយវានៅព្យាង្គទី2ទី3ទី4នេះចឹងទៅអូខេនេះគឺរបៀបផ្សំជាមួយនឹងស្រៈហើយនឹងរបៀបអានបញ្ចេញសំឡេងហើយនឹងការសរសេរសំខាន់ការសរសេរណាដាក់នៅខាងណានៃជញ្ញៈស្រៈនោះនៅខាងណាជញ្ញៈគឺមានខាងស្ដាំហើយនិងខាងក្រោម ហើយបើអ្នកឡើងឃើញជួយអ្នកនៅខាងក្រោមវិញទៀតអាហ្នឹងគឺខ្ញុំអត់ទាន់បញ្យល់ដល់ករណីហ្នឹងទេហើយបើសិនជាអ្នកក៏ធ្លាប់រៀនហើយក៏ថាអូសំឡេងនេះខ្ញុំឃើញគេដាក់មានកមានតមានអីចឹងទៅអាហ្នឹងវាមានករណីដោយឡែកទៀតវាជាជើងជាអីចឹងទៅអញ្ចឹងខ្ញុំអឺបង្ហាញនេះអត់បង្ហាញទៅដល់សំឡេងជើងហ្មងទេគឺបង្ហាញត្រឹមតែសំឡេងតួប្រកបតែប៉ុណ្ណោះបាទអូខេអញ្ចឹងចូលដល់ការរៀនពាក្យ អញ្ចឹងពាក្យទី1អឺខ្ញុំផ្សំវាជាមួយនឹងគេស្រៈអូមានព្យាង្គទី1គេយកដល់ស្រៈអូព្យាង្គទី2គេយកស្រៈអ៊ីបើព្យាង្គដំបូងនេះអ្នកអាចចេញសម្លេងខអូខូបាទយកអានកូហ្មងអត់ទេខូបែបស្រាលណាតែមិនចំជាខហ្មងអត់ទេតោះទៀតព្យាង្គទី2
dương làm trên dùng này cho ba tịnh nào là sẽ y đấy em thấy ăn co bằng có ý kỳ chân thì mùi ní gì anh thá khô kỳ khô kỳ khổ kỳ ăn cổ kỳ à thì khổ kỳ khô kỳ khâu khô có ý kỳ khô kỳ và sầm lấy cứ yên ô tô tam sẵn sầm lấy cho thông minh đó tôi bỏ ra sạch thì bị ni nó sẽ u nú kia nó sẽ u cù vàซึ่งนี่อื่นนี่ก็ปลายเปอร์เซ็นต์อย่างเต้ให้ขี้ยักษ์นี่อยู่เชียงตีปีอย่างอันกอมาซึ่งอันท่านูกูนูกูอันนูคู่ไว้อันเดียวนูกู Thứ thứ bảy niên là số nú niên là số nào nú nè nú nè và nú nè như bọn bong sấy hay pra mẹ tai bọn pro hào mini tha bọn pro hào bong sấy thá nú nè và trong phía xa của đấy là xa đại miền ban trái bọn pro hào bong sấy và việc sấy ngày nào bọn sấy hào bong sấy và việc sấy như chúng ta và một to một tiết việc thị buồnคือមានខៀករស្អានិយាយថាខាដោយសារវានៅព្យាង្គដំបងតែព្យាង្គដំបងគេអានថាខា Phiên TP kia số cù đấy chứ nhưng mà trên sân lệnh co thì nó cù đấy chứ ăn cho biết đấy kha cù kha cù ăn ăn cà cú hay còn ăn kha khu đây khá cù khá cù tương sang hai rừng lịch prem đấy kia là xã là ní xã vi đó nhiều đi là xã chứ ăn đã khá vi thì tại sao sân lệnh phiên đồ bông đấy khá vi giờ ăn ca vi ở đấy khá vi Kawi. Sudah bạn kawi kita apa nè? Kita ban. Ta sẽ mẹ ca mình trên số lấy bảo trên chiếc cái thì mình ở ăn kawi đôi chân tề thì ăn kawi nên mình cả bài chơi xâm lệnh ra xâm lệnh thường này chẳng hết và nó biết tí bù môi mình kia sẽ khá kia sẽ kề để bắt đầu phiên tí bí mình chơi xâm lệnh ba thịt nhá thì giờ sao co là chứ ăn thằng ấy khá kề khá kề và ăn cà kế hay cả ăn kha kê đây khá kề khá kề là vậy bọn hát hang hang và hang khỏi ao hang lúc bài chơi ngay chỗ nào tại hang chẳng video này mà dương riêng là bay phía trên nhé cái đôi chia vào mỗi biển chẳng sản phẩm là anh tam toán hay bởi cái video này mình đã thả bây giờ chúng ta bỏ lắng hết xin chui chạy lờiបន្តអរគុណជួបគ្នាវីដេអូក្រោយៗទៀត Samida